អីគេខ្ញុំថាកូនទៅនៅផ្ទះគ្រួសារចាំងជាមួយលោកហើយចាំមកពួកគេនឹកខ្ញុំនោះអាចឲ្យខ្ញុំជួបពួកគេបានទៀតទេខ្ញុំយល់ព្រមឲ្យខ្ញុំនាំគេត្រឡប់ទៅវិញ ទៅលោកយល់ព្រមឲ្យខ្ញុំបានជួបពួកគេខ្ញុំយល់ព្រមទុកចិត្តចុះខ្ញុំមិនឧស្សាហ៍ទៅរំខានក្មេងទេហើយខ្ញុំក៏មិនទៅចេញមុខមាត់ឲ្យប៉ះពាល់ដល់កេរ្តិ៍ឈ្មោះរបស់លោកដែរនាងហេតុអីស្រាប់តែកែប្រែកំណត់ព្រោះលោកនិយាយត្រែងខ្ញុំជាមនុស្សដែលអសមត្ថភាពខ្ញុំមិនចង់ឲ្យកូនលក់ត្រីជាមួយខ្ញុំអស់មួយជីវិតទេខ្ញុំបានថានាងអសមត្ថភាពនោះទេខ្ញុំគិតយល់ហើយកូនត្រូវការឪពុកជាជំរកឲ្យពួកគេបានពួកគេទៅតាមលោកទើបល្អបំផុតទោះបីជាថ្ងៃក្រោយពួកគេមិនហៅនាងម៉ាមីក៏មិនអីដែរទោះបីថ្ងៃក្រោយពួកគេមិនហៅនាងម៉ាមីក៏មិនអីដែរឲ្យតែលោកល្អដាក់ពួកគេថ្ងៃក្រោយខ្ញុំមិនបានលើពួកគេហៅថាម៉ាមីក៏មិនអីដែរកិច្ចព្រមព្រៀងយកមកឲ្យនៅយកចេញមកខ្ញុំសញ្ញេអ្នកនាងនេះជាកិច្ចសន្យានាងមិនអាចមើលសិនទេមានអីគួរឲ្យល្អមើលឲ្យតែប្រធានចាំងធ្វើល្អដាក់កូនសំណើអ្វីក៏ខ្ញុំទទួលយកបានដែរការពិតទៅប្រធានចាំងលោកកូននិយាយទៀតអីឲ្យខ្ញុំបញ្ញាប់សញ្ញេទៅមិនចឹងខ្ញុំស្ដាយក្រោយហើយកូនពួកឯងមិនដេកនេះហើយថ្ងៃក្រោយមិនបាច់លំបាកជាមួយម៉ាមីទៀតទេម៉ាមីជាអងម៉ាមីមិនអាចសញ្ញេទេពួកយើងមិនទៅណាទេខ្ញុំក៏មិនទៅណាដែរខ្ញុំនៅក្បែរម៉ាមីមិនអាចមិនត្រូវការពួកយើងទេក្មេងឆ្កួនម៉ាមីមិនអាចមិនត្រូវការកូនគេជាដេឌីរបស់កូនពួកកូនគ្រាន់តែត្រឡប់ទៅផ្ទះជាមួយដេឌីវិញពួកយើងមិនត្រូវការដេឌីទេពួកយើងត្រូវការម៉ាមីក៏មិនអាចបំបែកពួកយើងពីម៉ាមីដែរនោះមិនមែនជាផ្ទះទេកន្លែងមានម៉ាមីទៅជាផ្ទះប៉ុន្តែពួកឯងនៅជាមួយម៉ាមីគឺលំបាកណាស់ឈិញចង់បានដេឌីតែមិនចង់ឃើញម៉ាមីនៅម្នាក់ឯងលំបាកទេបើដេឌីឲ្យពួកយើងចាក់ចេញពីម៉ាមីអញ្ចឹងខ្ញុំមិនត្រូវការដេឌីទេម៉ាមីពិតជាម៉ាមីមិនចាក់ចេញពីពួកកូនរហូតទេម៉ាមីរំជួលចិត្តពេកហើយខ្ញុំអ្នកគ្មានកូននេះក៏យល់អារម្មណ៍នេះដែរឬមួយគេយល់ថាខ្ញុំបបាច់ពួកគេ